Ok ជាកសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំក៏ដូចជា channel របស់ខ្ញុំសាជាថ្មីបាទថ្ងៃនេះគឺខ្ញុំនឹងនាំវីដេអូថ្មីមួយទៀតហើយគឺរបៀប record សលេងជាមួយនឹងកម្មវិធី Wing App បាទ record សលេងគេធ្វើដើម្បីអីទៅ record សលេងគេធ្វើសម្រាប់ណែគេថាយើងจะធ្វើ vlog ឬមួយក៏វីដេអូបែប story វីដេអូបែបគេធ្វើវីដេអូបែបហ្នឹងហើយបែប fish បែប vlogs បែបlag ចឹងពេលគេថតគេអត់ចូលសំឡេងទេព្រោះពេលខ្លះទៅកន្លែងទីប្រជុំជនវាតែរំខានអញ្ចឹងគេថតទៅហើយទៅស្ទេមកគេកាត់វីដេអូហ្នឹងចឹងគេ record សំឡេងតាមក្រោយអញ្ចឹងបងគាត់សរសើរខ្ញុំតាមឆាតច្រើនថាខ្ញុំ voice សំឡេងតាមណាអីក៏ច្បាស់ម្ល៉េះយល់ទៅតាម CapCut ក៏បាន InShot ក៏បាន Wing ក៏បាន VN ក៏បានច្បាស់ដូចគ្នាអាស្រ័យទៅលើយើងរកកន្លែងស្ងាត់ហើយបើយើងមានឧបករណ៍ជំនួយនៅពេលដែលយើងកំពុងថតមានន័យថាយើងនេះអូបាត់ឆាប់បាត់ហើយមិនថាដូចយើងមានឧបករណ៍ឬដូចជា microphone មួយយើងជាកន្លែង record តែយើងដាក់ឧបករណ៍ណាអញ្ចឹងវាកាន់តែ smooth ទៀតហ្នឹងហើយអញ្ចឹងបើជាបងប្អូនអត់មានលទ្ធភាពដូចខ្ញុំអីអត់មានលទ្ធភាពប្រើ microphone ទេអញ្ចឹងយើងអាចប្រើតាមកម្មវិធីនេះដែលជួយមាត់យើងផ្ទាល់តែម្ដងបាទអញ្ចឹងតោះទៅជាមួយនឹងបងប្អូនអស់ហើយអូខេបងប្អូនចេញចូលទៅក្នុងកម្មវិធី Wing មកហ្នឹងហើយកម្មវិធី Wing នៅក្រោមនេះអូខេបន្ទាប់ពីយើងចូលកម្មវិធី Wing ហើយចុចពាក្យ New អូខេសូមយកវីដេអូអញ្ចឹងយើងត្រូវតែរកវីដេអូណាដែលយើងគិតថាអូខេហ្នឹងហើយវីដេអូមួយណាមួយនេះវីដេអូមួយនេះយើងដាក់ចូលគ្នាអញ្ចឹងទៅហើយយើងចុច start បងប្អូនអូខេហ្នឹងហើយអូខេអញ្ចឹងដើម្បីសរសេរទៅរកកន្លែងចូលសំឡេងឃើញបងប្អូនសូមចុចពាក្យថា edit នេះហ្នឹងហើយ edit ចុច edit នេះមកអូខេអញ្ចឹងបងប្អូនអត់ទៅក្រោមនឹងឃើញពាក្យថា audio នេះមុខវានេះ audio នេះចុចផ្លាច់មកបាទហ្នឹងអញ្ចឹងបងប្អូននឹងឃើញពាក្យថា record ហ្នឹងហើយ record ហ្នឹងហើយ record ចុចបាក់មកកន្លែងនេះវាមាន prompter អញ្ចឹង prompter នេះគឺជាអីវាមាន2អូខេអញ្ចឹងវាមាន2វាមាន prompter និង record អញ្ចឹងកន្លែង prompter ហ្នឹងកន្លែងហ្នឹងខ្ញុំសូមបញ្យល់មិនច្រើនពេកទេគឺជាកន្លែងដែលគេអាចសរសេរអក្សរទុកឲ្យចាំនិយាយអញ្ចឹងដល់ពេលដែលអក្សរវារត់លើវីដេអូវាអត់ឃើញទេប៉ុន្តែវារត់ឲ្យយើងមើលពេលយើងចូលសំឡេងអញ្ចឹងទៅតាមបងប្អូនចេះប្របែកអញ្ចឹង record នេះគឺយើងចូលសំឡេងអញ្ចឹងយើងកាសអក្សរមកយើងចុចប៉ក់មកយើងចូលឥឡូវយើងចាប់ដើមចូលយើងចុចពាក្យអនុញ្ញាតសិនមកអូខេអញ្ចឹងនៅពេលដែលយើងចុចឲ្យវាចូលអញ្ចឹងបងប្អូនវាចូលអញ្ចឹងចឹងចុច text មកយើងស្ដាប់អូខេយើងស្ដាប់ឥឡូវខ្ញុំសុំបិទសលេងខាងលើសិនកុំឲ្យវាមានបញ្ហាដល់ខ្ញុំថ្ងៃក្រោយបាទអីឈប់ច្រឡំហ្នឹងហើយយើងចុច volume នេះមកណា volume ចេះអូខេចុចបាត់មកបងចុចបាត់មកអូខេចេញ play មកសួស្តីបងប្អូនសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំក៏ដូចជាហ្នឹងហើយវីដេអូដែលពេលនេះដៃភ្លេងសម័យក៏ដូចជាដៃភ្លេងបុរាណបានប៉ះគ្នាហើយបងប្អូននៅជាមួយផ្ទះបងយុទ្ធតន្ត្រីហ្នឹងហើយគឺយើងចូលបែបអញ្ចឹងបងប្អូនអញ្ចឹងកន្លែងនេះសំឡេងនៅខាងក្រោមគឺយើងអាចតម្លើងបន្ថយបានយើងអាចតម្លើងបន្ថយបានអូខេយើងចុចមកចុចវាចេញបន្ទាត់សពពុតជុំវិញណាឥឡូវយើងក្រោយនេះទៀតហើយជាមួយខ្ញុំនឹងប្រើពាក្យនីមួយថាពាក្យហ្នឹងគឺសម្រាប់អីពាក្យហ្នឹងគឺសម្រាប់អី record volume fade in out noise reduction vocal separation នេះអា noise ហ្នឹងសំឡេងរំខាននេះបើសំឡេងហ្នឹងវារំខានយូរច្រើនពេកយើងដាក់ប៉ុណ្នេះមកឥឡូវខ្ញុំសាក់តេស្តសំឡេងជាដំបូងស្ដាប់សួស្តីបងប្អូនចោលឡើងដាក់ជើងម្ដងមើលលឺចោលទៀតអូស្វាគមន៍មកកាន់វីដេអូថ្មីនេះកាន់តែលេងលឺនេះ
บอกខ្ញុំក៏ដូចជាហ្នឹងហើយវីដេអូតែពេលនេះដៃភ្លេងម៉ៃក៏ដូចជាដៃភ្លេងបុរាណបានប៉ះគ្នាឲ្យបងប្អូន នេះកាន់តែលេងលឺនេះ បងជិត នេះកាន់តែលេងលឺហើយអូខេអានេះកាន់តែលេងលឺហើយបងប្អូននេះលឺនេះលេងលឺអានេះលេងដាក់ប៉ុណ្នេះមកសំឡេងវាលេងរំខានលេងលឺសូ share លេងលឺសូអីហ៎ តែពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំក៏ដូចជា ហ្នឹងហើយឃើញអត់អញ្ចឹង noise reduction ហ្នឹងស្កាត់សំឡេងរំខានហើយទៅមុខទៀតមុខទៀតវាមានសំឡេងជាច្រើន Vocal separation. Sound. Cut. មាន sound មាន cut copy delete ហ្នឹងហើយមានបាទមានប៉ុណ្ណឹងមានដូចជាបំបែកមាន overlay អីចឹងទៅហ្នឹងហើយបងប្អូនកែទៅបងប្អូនមិនកែក៏មិនកែទៅហ្នឹងហើយហើយបើសំឡេងហ្នឹងវាលឺខ្សោយពេកយើងចង់តម្លើងយើងអាចតម្លើងបាន Fade in out. Noise reduction. Vocal separation. ហ្នឹងហើយចានេះអូអានេះកន្លែងនេះបងនេះកន្លែងនេះ noise ស្អីគេនេះបន្តិច Tapip. Volume. អូយាមណាហ្នឹងមកលីមសំឡេងនឹងសំឡេងនេះបែកអស់មក កាន់វីដេអូថ្មី អូខេហើយខាងនេះនេះអាចចិត្តកន្លែងសំឡេងរំខានហ្នឹងចិត្តកន្លែង noise Fade in out. Noise reduction. ហ្នឹងហើយចិត្តអា noise ហ្នឹងខាងឆ្វេងវាហ្នឹងអាហ្នឹង Fade in out. ហ្នឹងសំឡេងរំខានហ្នឹងហើយសំឡេងរំខានច្រឡំអធិស្ឋានបងប្អូនគឺលឺបន្តិចទៅខ្លាំងទៅតិចនេះដាក់ប៉ុណ្នេះនេះដាក់ប៉ុណ្ណឹងតែនេះខ្ញុំហេតុបើកទេខ្លាចជួប copyright លឺសំឡេងញ៉ៃទៅលើបងប្អូនហ្នឹងហើយអញ្ចឹងការបញ្ចូលសំឡេងរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបើមានការខុសឆ្គងអីសូមខន្តីពេលទៅផងដែរបាទអធិស្ឋានផងបាទខ្ញុំបាទសារៈអូខេបាយបាយ